ជំរាបសួរក៏សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទទាំងកុមារីទាំងកុមារាទាំងពុកម៉ែបងប្អូនពូមិញយេតាដែលកំពុងទស្សនាវីដេអូខ្ញុំបាទខ្លុយស្នេហ៍បាទនៅពេលនេះគឺខ្ញុំធ្វើការមកដំណើរកំសាន្តនៅខេត្តបាទទីរួមខេត្តកែបតែម្ដងបាទហើយថ្ងៃនេះខ្ញុំមកធ្វើការនិយាយរីវីយូអំពីការជួលកន្លែងអង្គុយនៅទីនេះបាទគឺសម្រាប់កន្លែងអង្គុយនៅទីនេះគឺបងប្អូនឃើញធ្វើការដាក់ដូចជាកន្ទែលបាទឲ្យយើងមកអង្គុយហ្នឹងមិនមែនយើងមកអង្គុយគិតតែយើងមកអង្គុយអត់បានការបងប្អូនគឺតម្លៃជួលត្រឹម 10000 រៀលបាទបើសិនជាបងប្អូនមកជួលគឺអត់មានគិតកំណត់អីទេបងប្អូនជួលមួយថ្ងៃពេញគឺនៅតម្លៃត្រឹមតែ 10000 រៀលទេមិនថាបងប្អូនមក10នាក់20នាក់30នាក់គឺតម្លៃត្រឹមតែ 10000 រៀលទេតែម្ដងតែបើសិនជាបងប្អូនធ្វើការជួល10ម៉ោងគឺ 100,000 បាទបងប្អូនបាទអូនមកធ្វើគេនៅខេត្តកែបហ្នឹងដែរបងខ្ញុំមកដើរលេងដំណើរកំសាន្តបងអូនដើរលេងដំណើរកំសាន្តទេបងហើយបងមិនព្រមអង្គុយកន្លែងហ្នឹងបងដើរមកដូចមនុស្សឈួតបងមើលទៅដូចជាបងមានការអាការៈដូចជាក្មេងបាយថ្នាំមិនដឹងទេបងដោយសារខ្ញុំអត់មានលុយបងអើយគ្មានអី100ក្នុងកប៉ាល់អស់លីងបងអត់មានលុយទេបងបាទអើយបងពិតជាមនុស្សដែលថោកទាបមែនបងដែលបងធ្វើការមកដើរលេងខេត្តកែបមូលតែបងអត់មានលុយបងវាជាមនុស្សថោកទាបណាបងដើរជាឆ្ងាយពីបងហើយមនុស្សដូចបងមិនអាចមានសមត្ថភាពឈប់ក្បែរបងបានទេចុះអូននេះតាណាដែរអូនបងប្រុសសួស្ដីបងប្រុសសួស្ដីបងសួស្ដីបងបាទគឺខ្ញុំពិតជាមានការខកចិត្តខ្លាំងមែនទែនបាទដែលខ្ញុំមកខេត្តកែបចំណាយលុយអស់រាប់លានដុល្លារមកសួរប៉ះចំមនុស្សដែលឈួតបាទមនុស្សទី1វិញគឺជាមនុស្សឈួតតែមនុស្សទី2គឺជាមនុស្សដែលអាចនិយាយបានថាមនុស្សកន្លែងបងមានមកនឹងមានកាយទេបងបានជប់ថត